នាព្រឹកថ្ងៃច័ន្ទទី9ខែមីនាឆ្នាំ2026នេះនៅសាលប្រជុំសាលាស្រុកកំពង់រោក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដឹកនាំដោយលោកជំទាវហៅច័ន្ទសេរីទី2ចៅភិរុនអនុប្រធានគណៈកម្មាធិការសាខានិងសហការីតំណាងឯកឧត្តមពេញពោធិ៍ប្រធានគណៈកម្មាធិការសាខាបានបន្តចុះធ្វើពិធីប្រកាសសេចក្តីសម្រេចតែងតាំងទទួលស្គាល់សមាជិកគណៈកិត្តិយសអនុសាខាស្រុកកំពង់រោចំនួន9អង្គអ្នកគណៈកម្មាធិការអនុសាខាចំនួន9នាក់និងក្រុមកាកបាទក្រហមឃុំទាំង11ចំនួន33នាក់សរុបចំនួន51អង្គអ្នកស្រី11នាក់បន្ទាប់ពីលោកសុចពិសីប្រធានគណៈកម្មាធិការអនុសាខាមានចំណាប់អារម្មណ៍និងរាយការណ៍ពីសកម្មភាពនានារបស់អនុសាខាស្រុករួចមកលោកសវណ្ណានាយកសាខាបានអាននៅសេចក្តីសម្រេចទទួលស្គាល់សមាជិកគណៈកិត្តិយសគណៈកម្មាធិការអនុសាខាស្រុកក្រុមកាកបាទក្រហមឃុំដែលទើបតែប្រកាសទទួលស្គាល់ថ្មីត្រូវខិតខំប្រឹងប្រែងលើការងារមនុស្សធម៌ដើម្បីផលប្រយោជន៍ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះនិងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗឲ្យបានទាន់ពេលវេលាមានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវហៅច័ន្ទសេរីទី2ចៅភិរុនបានសម្ដែងនឹងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការអនុសាខាស្រុកអ្នកស្ម័គ្រចិត្តដែលបានចូលរួមនាពេលកន្លងមកក្នុងការបំពេញបេសកកម្មមនុស្សធម៌ជួយដោះស្រាយនិងឆ្លើយតបចំពោះរាល់ការលំបាករបស់ប្រជាជនងាយរងគ្រោះនិងរងគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងក្នុងមូលដ្ឋានស្រុកបានទាន់ពេលវេលានិងទទួលបានលទ្ធផលជោគជ័យដែលលទ្ធផលនេះឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តទូនាទីភារកិច្ចរបស់អនុសាខាស្របតាមយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជាក្រោមការចង្អុលបង្ហាញនិងការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយភាពឆ្លាតវៃរបស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាជាមួយនេះលោកជំទាវអនុប្រធានគណៈកម្មាធិការសាខាបានផ្ដាំផ្ញើដល់គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកនិងអ្នកពាក់ព័ន្ធទាំងអស់នៅការងារសំខាន់ៗមួយចំនួនដូចជាត្រូវរក្សាឲ្យបាននូវសាមគ្គីភាពឯកភាពផ្ទៃក្នុងរវាងគណៈកិត្តិយសគណៈកម្មាធិការអនុសាខានិងក្រុមប្រតិបត្តិឲ្យបានល្អប្រសើរត្រូវមានការសហការនិងទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដីជាពិសេសរដ្ឋបាលស្រុកក្នុងការបំពេញការងារមនុស្សធម៌ជួយអន្តរាគមន៍ដោះស្រាយទុក្ខលំបាកនិងសេចក្តីត្រូវការរបស់ប្រជាជនងាយរងគ្រោះក៏ដូចជាជនរងគ្រោះដោយសារគ្រោះថ្នាក់សង្គមនិងគ្រោះធម្មជាតិខិតខំពង្រឹងបង្កើនសមត្ថភាពនិងតម្រង់ទិសអនុវត្តរបស់មន្ត្រីបុគ្គលិកអនុសាខានិងក្រុមកាកបាទក្រហមឃុំទាំងអស់ដើម្បីប្រសិទ្ធភាពការងារបន្តពង្រឹងពង្រីកសមាជិកកម្លាំងយុវជននិងអ្នកស្ម័គ្រចិត្តបន្ថែមទៀតដើម្បីឲ្យសកម្មភាពការងារមនុស្សធម៌របស់អនុសាខាកាន់តែមានភាពរស់រវើកផុសផុលនិងមានប្រសិទ្ធភាពបន្ទាប់មកសមាជិកទាំងអស់ក៏បានចូលរួមទទួលការផ្សព្វផ្សាយចំណេះដឹងនិងដើម្បីជាសក្ខីភាពបញ្ជាក់អំពីអត្ថន័យសកម្មភាពមនុស្សធម៌របស់ចលនាកាកបាទក្រហមអតិច័ន្ទក្រហមនិងសកម្មភាពចម្រុះវិស័យនៃកាកបាទក្រហមកម្ពុជាក្នុងពិធីនេះដែរលោកជំទាវហៅច័ន្ទសេរីទី2ចៅភិរុនក៏បានឧបត្ថម្ភដល់គណៈកិត្តិយសគណៈកម្មាធិការអនុសាខាស្រុកសរុបថវិកា540,000រៀល